គោលដៅគ្រាន់តែផ្លាស់ប្ដូរជីវិតអ្នកមួយផ្លែតប៉ុណ្ណោះបើអ្នកសម្អាតបន្ទប់ថ្ងៃនេះវានឹងស្អាតប៉ុន្តែបើទម្លាប់អ្នកនៅដដែលស្អែកវានឹងរញ៉េរញ៉ៃទៀតតើអ្នកធ្លាប់មានគោលដៅធំទេចង់ខ្លាចជាអ្នកមានចង់រៀនស្អាតឬចង់រៀនភាសាថ្មីប៉ុន្តែក៏ពេលដែលចាប់ផ្ដើមអ្នកមានអារម្មណ៍ថាវាធំពេកហើយក៏បោះបង់ចងចាំថាអ្នកមិនចាំបាច់ពូកែជាងអ្នកដទៃទេអ្នកគ្រាន់តែត្រូវល្អជាងខ្លួនឯងកាលពីម្សិលមិញប៉ុណ្ណោះយើងតែងតែជឿថាជោគជ័យត្រូវការការផ្លាស់ប្ដូរដ៏អស្ចារ្យភ្លាមៗយើងគិតថាបើចង់បានលទ្ធផលធំយើងត្រូវតែធ្វើសកម្មភាពឲ្យធំនេះគឺតារាឆ្នាំនេះតារាសម្រេចចិត្តថាត្រូវតែផ្លាស់ប្ដូរជីវិតគាត់ចាប់ផ្ដើមហាត់ប្រាណ2ម៉ោងក្នុងមួយថ្ងៃនិងអានសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍3ថ្ងៃក្រោយមកតារាអស់កម្លាំងមួយសប្តាហ៍ក្រោយមកគាត់ឈប់ធ្វើទាំងអស់គាត់ត្រឡប់មកចំណុចដើមវិញដោយមានអារម្មណ៍ថាខ្លួនឯងបរាជ័យកំហុសរបស់តារាគឺគាត់មើលរំលងរឿងទូចតាចថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកពីអាចកំបាំងមួយដែលហៅថាទ្រឹស្ដី 1% គណិតវិទ្យាបានបង្ហាញថាបើអ្នកធ្វើឲ្យខ្លួនឯងប្រសើរឡើងត្រឹមតែ 1% ជារៀងរាល់ថ្ងៃរយៈពេល1ឆ្នាំអ្នកនឹងរីកចម្រើនខ្លាំងជាងមុនដល់ទៅ37ដងផ្ទុយទៅវិញបើអ្នកបដ ாய் ឲ្យខ្លួនឯងអន់ជាងមុន 1% រាល់ថ្ងៃមួយឆ្នាំក្រោយមកសមត្ថភាពរបស់អ្នកនឹងធ្លាក់ចុះមកនៅត្រឹម0នៅពេលចាប់ផ្ដើមវាហាក់ដូចជាគ្មានអ្វីប្លែកទេប៉ុន្តែនៅពេលវេលាកន្លងទៅគម្លាតរវាងការរីកចម្រើននិងការនៅមួយកន្លែងគឺវាខុសគ្នាដាច់ស្រមៃថាអ្នកកំពុងជិះយន្តហោះបើអ្នកបើកយន្តហោះចេញពីទីក្រុងមួយតម្រង់ទៅទីក្រុងមួយទៀតប្រសិនបើក្បាលយន្តហោះងាកខុសគន្លងតែ3ដឺក្រេប៉ុណ្ណោះអ្នកនឹងមិនចាប់អារម្មណ៍ទេវាជារឿងតូចណាស់ប៉ុន្តែនៅពេលអ្នកហោះទៅដល់គោលដៅអ្នកនឹងចុះចតនៅទីក្រុងផ្សេងមួយទៀតដែលនៅឆ្ងាយរាប់រយគីឡូម៉ែត្រទម្លាប់របស់អ្នកក៏ដូចគ្នាញ៉ាំបាយលើសមួយពេលឬហាត់ប្រាណយឺតមួយថ្ងៃហាក់ដូចជាគ្មានបញ្ហាអ្វីទេនៅថ្ងៃនេះប៉ុន្តែពេលវេលាគឺជាអ្នកគុណនៃទម្លាប់ល្អនឹងបង្កើតលទ្ធផលល្អមហាសាលទម្លាប់អាក្រក់នឹងក្លាយជាសត្រូវរបស់អ្នកបញ្ហានោះគឺលទ្ធផលមិនចេញមកភ្លាមទេអ្នកទៅហាត់ប្រាណ3ថ្ងៃអ្នកឆ្លុះកញ្ចក់មើលទៅនៅដដែលហើយយើងក៏គិតថាវិធីនេះមិនបានផលទេរួចយើងក៏ឈប់នេះហើយជាមូលហេតុដែលមនុស្សភាគច្រើនបរាជ័យសូមមើលដុំទឹកកកនេះបន្ទប់ត្រជាក់ណាស់អ្នកចាប់ផ្ដើមដំឡើងកម្ដៅម្ដងបន្តិចសីតុណ្ហភាពកើនឡើងប៉ុន្តែទឹកកកនៅតែរឹងដដែលវាមិនមានអ្វីផ្លាស់ប្ដូរដែលភ្នែកមើលឃើញទេប៉ុន្តែនៅពេលសីតុណ្ហភាពដល់0អង្សាទឹកកកចាប់ផ្ដើមរលាយការងារដែលអ្នកធ្វើកន្លងមកមិនមែនឥតប្រយោជន៍ទេវាគ្រាន់តែមិនទាន់ដល់ពេលគេហៅដំណាក់កាលនេះថាជ្រលងនៃការខកចិត្តអ្នកត្រូវតែតស៊ូឆ្លងកាត់ដំណាក់កាលដែលគ្មានលទ្ធផលនេះឲ្យបានដូច្នេះកុំខ្វល់ពីគោលដៅធំពេកត្រូវខ្វល់ពីការដាក់ឥដ្ឋមួយដុំឲ្យបានល្អបំផុតនៅថ្ងៃនេះយើងតែងតែត្រូវបានគេបង្រៀនឲ្យកំណត់គោលដៅប៉ុន្តែតើអ្នកដឹងទេថាការកំណត់គោលដៅមិនមែនជាអ្វីដែលធ្វើឲ្យអ្នកជោគជ័យទេអ្នកឈ្នះនិងអ្នកចាញ់មានគោលដៅដូចគ្នាគ្រប់គ្នាសុទ្ធតែចង់ឈ្នះមេដាយមាសដូច្នេះគោលដៅមិនមែនជាមូលហេតុនៃជោគជ័យទេគោលដៅគ្រាន់តែផ្លាស់ប្ដូរជីវិតអ្នកមួយផ្លែតប៉ុណ្ណោះបើអ្នកសម្អាតបន្ទប់ថ្ងៃនេះវានឹងស្អាតប៉ុន្តែបើទម្លាប់អ្នកនៅដដែលស្អែកវានឹងរញ៉េរញ៉ៃទៀតបញ្ហាមួយទៀតគឺនៅពេលអ្នកសម្រេចគោលដៅបានហើយអ្នកនឹងឈប់ខំប្រឹងនេះហើយជាមូលហេតុដែលមនុស្សជាច្រើនត្រឡប់មកធាត់វិញក្រោយសម្រកគីឡូអ្នកមិនគួរផ្ដោតលើគោលដៅទេអ្នកគួរផ្ដោតលើប្រព័ន្ធទេគោលដៅគឺជាទិសដៅចំណែកប្រព័ន្ធគឺជាដំណើរការដែលនាំអ្នកទៅដល់ទីនោះបើសិនជាគ្រូបង្វឹកបាល់ទាត់ឈប់ខ្វល់ពីពិន្ទុហើយមកខ្វល់ពីការហ្វឹកហាត់របស់កូនក្រុមវិញតើគាត់នឹងឈ្នះទេចម្លើយគឺឈ្នះកុំប្រាប់ខ្លួនឯងថាទាល់តែជោគជ័យទើបខ្ញុំសប្បាយចិត្តចូលរៀនស្រឡាញ់ដំណើរការនៃការរីកចម្រើនជារៀងរាល់ថ្ងៃតើធ្វើដូចម្ដេចដើម្បីឲ្យទម្លាប់នៅជាប់ជារៀងរហូតយើងត្រូវបកសម្បកខ្ទឹមបារាំងនេះស្រទាប់ក្នុងបំផុតគឺអត្តសញ្ញាណកុំផ្ដោតលើអ្វីដែលអ្នកចង់បានពីត្រូវផ្ដោតលើអ្វីដែលអ្នកចង់ក្លាយជាវិញខ្ញុំកំពុងព្យាយាមឈប់ខ្ញុំមិនមែនជាអ្នកជក់បារីទេភាពខុសគ្នាគឺធំធេងណាស់ម្នាក់នៅតែគិតថាខ្លួនជាអ្នកជក់បារីដែលកំពុងតស៊ូម្នាក់ទៀតបានផ្លាស់ប្ដូរអត្តសញ្ញាណរបស់គេហើយទង្វើរបស់អ្នកគឺជាការឆ្លុះបញ្ចាំងពីជំនឿរបស់អ្នកបើអ្នកជឿថាអ្នកជាមនុស្សខ្ជិលអ្នកនឹងធ្វើទង្វើបែបមនុស្សខ្ជិលរាល់សកម្មភាពដែលអ្នកធ្វើគឺជាការបោះឆ្នោតមួយសន្លឹកឲ្យមនុស្សដែលអ្នកចង់ក្លាយជាអ្នកមិនចាំបាច់ល្អឥតខ្ចោះទេអ្នកគ្រាន់តែត្រូវការសន្លឹកឆ្នោតភាគច្រើនដើម្បីឈ្នះការបោះឆ្នោតនៅក្នុងចិត្តរបស់អ្នកគោលដៅមិនមែនគឺដើម្បីអានសៀវភៅទេគឺដើម្បីក្លាយជាអ្នកអានគោលដៅមិនមែនរត់ម៉ារ៉ាតុងទេគឺដើម្បីក្លាយជាអ្នករត់តើយើងអាចបង្កើតប្រព័ន្ធនេះដោយរបៀបណា
ខ្ញុំមានច្បាប់4យ៉ាងដើម្បីជួយអ្នកទី1ធ្វើឲ្យវាច្បាស់បើអ្នកចង់ញ៉ាំផ្លែឈើកុំទុកវានៅក្នុងទូទឹកកកដាក់វានៅលើតុដែលងាយមើលឃើញបរិយាកាសសំខាន់ជាងការតាំងចិត្តរៀបចំបន្ទប់របស់អ្នកដើម្បីឲ្យទម្លាប់ល្អងាយស្រួលធ្វើបំផុតទី2ធ្វើឲ្យវាទាក់ទាញផ្គប់ផ្សំរឿងដែលអ្នកត្រូវធ្វើជាមួយរឿងដែលអ្នកចូលចិត្តធ្វើទី3ធ្វើឲ្យវាងាយស្រួលមនុស្សយើងខ្ជិលណាស់តាមធម្មជាតិយើងតែងតែជ្រើសរើសផ្លូវណាដែលចំណាយកម្លាំងតិចបំផុតប្រើច្បាប់2នាទីចង់អានសៀវភៅអានតែមួយទំព័របានហើយចង់រត់គ្រាន់តែពាក់ស្បែកជើងសិនទៅទី3ធ្វើឲ្យវាងាយស្រួលមនុស្សយើងខ្ជិលណាស់តាមធម្មជាតិយើងតែងតែជ្រើសរើសផ្លូវណាដែលចំណាយកម្លាំងតិចបំផុតប្រើច្បាប់2នាទីចង់អានសៀវភៅអានតែមួយទំព័របានហើយចង់រត់គ្រាន់តែពាក់ស្បែកជើងសិនទៅចំណុចសំខាន់គឺការបង្ហាញខ្លួនអ្នកមិនអាចកែលម្អទម្លាប់ដែលមិនទាន់កើតមានបានទេបង្កើតវាឲ្យជាប់សិនសឹមធ្វើឲ្យវាល្អចំណុចសំខាន់គឺការបង្ហាញខ្លួនអ្នកមិនអាចកែលម្អទម្លាប់ដែលមិនទាន់កើតមានបានទេបង្កើតវាឲ្យជាប់សិនសឹមធ្វើឲ្យវាល្អទី4ធ្វើឲ្យវាពេញចិត្តផ្ដល់រង្វាន់ឲ្យខ្លួនឯងភ្លាមៗក្រោយពេលធ្វើបានសម្រេចកុំផ្ដាច់ច្រវាក់នៅពេលអ្នកឃើញសញ្ញា Take Board លើប្រតិទិនកាន់តែច្រើនអ្នកនឹងកាន់តែមិនចង់ឈប់ចុះបើមួយថ្ងៃអ្នកភ្លេចឬរវល់កុំបារម្ភការខកខានម្ដងមិនមែនជាបញ្ហាទេប៉ុន្តែការខកខានលើកទី2គឺជាការចាប់ផ្ដើមនៃទម្លាប់ថ្មីច្បាប់មាសគឺកុំខកខាន2ដងជាប់គ្នាភ័យឆាប់ត្រឡប់មកកន្លងដើមវិញភ្លាមភាពជោគជ័យមិនមែនជារឿងរបស់មនុស្សពូកែទេតែជារឿងរបស់មនុស្សដែលដើរទៅមុខមិនឈប់ចាំរឿងដុំតកកបានទេថ្ងៃនេះអ្នកប្រហែលជាមិនឃើញលទ្ធផលប៉ុន្តែកុំបាក់ទឹកចិត្តការខំប្រឹងរបស់អ្នកកំពុងសន្សំទុកបាន 1% នៅថ្ងៃនេះមើលទៅតូចណាស់ប៉ុន្តែ 1% ជារៀងរាល់ថ្ងៃនឹងផ្លាស់ប្ដូរជីវិតអ្នកទាំងស្រុងនៅឆ្នាំក្រោយសំណួរចុងក្រោយតើអ្នកអាចធ្វើអ្វីបាននៅថ្ងៃនេះដើម្បីឲ្យល្អប្រសើរជាងម្សិលមិញត្រឹមតែ1 ពេលក្រោយតោះមកមើលឧទាហរណ៍ជាក់ស្ដែងអំពីការអនុវត្តទ្រឹស្ដី 1% ក្នុងផ្នែកសំខាន់ៗនៃជីវិតប្រចាំថ្ងៃរបស់អ្នកផ្នែកហិរញ្ញវត្ថុជំនួសឲ្យការសន្សំលុយមួយដុំធំដែលធ្វើឲ្យអ្នកពិបាកចិត្តចូលចាប់ផ្ដើមសន្សំត្រឹមតែ1000រៀលក្នុងមួយថ្ងៃឬកាត់បន្ថយការចំណាយតូចតាចជំនួសឲ្យការទិញកាហ្វេថ្លៃៗនៅខាងក្រៅរាល់ថ្ងៃសាកល្បងធ្វើវានៅផ្ទះវិញផ្នែកសុខភាពកុំទាន់គិតដល់ការរត់ម៉ារ៉ាតុងចាប់ផ្ដើមដោយការពាក់ស្បែកជើងហើយដើរជុំវិញផ្ទះ5នាទីសិនទៅផ្នែករបបអាហារមិនបាច់បោះបង់អាហារដែលអ្នកចូលចិត្តភ្លាមៗនោះទេគ្រាន់តែបន្ថែមបន្លែឬផ្លែឈើមួយមុខទៅក្នុងអាហាររបស់អ្នកផ្នែកចំណេះដឹងជំនួសឲ្យការអានសៀវភៅមួយក្បាលចូលអានត្រឹមតែមួយទំព័រឬរៀនពាក្យអង់គ្លេសថ្មីមួយពាក្យក្នុងមួយថ្ងៃរឿងតូចតាចទាំងនេះមើលទៅគ្មានន័យទេនៅថ្ងៃនេះប៉ុន្តែនៅពេលបូកបញ្ចូលគ្នាវាបង្កើតបានជាជីវិតដ៏អស្ចារ្យមួយនៅថ្ងៃអនាគតចូលសាងសង់ជីវិតដូចដើមឫស្សីវាចំណាយពេល5ឆ្នាំដើម្បីចាក់ឪសក្នុងដីប៉ុន្តែវាចំណាយពេលតែ6សប្តាហ៍ដើមលូតលាស់ខ្ពស់កប់ពពីចងចាំថាអ្នកមិនចាំបាច់ពូកែជាងអ្នកដទៃទេអ្នកគ្រាន់តែត្រូវល្អជាងខ្លួនឯងកាលពីម្សិលមិញប៉ុណ្ណោះចាប់ផ្ដើម 1% របស់អ្នកនៅថ្ងៃនេះបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចែករំលែកនិងចុច Subscribe ដើម្បីទទួលបានគន្លឹះល្អៗជារៀងរាល់សប្តាហ៍